ទូទៅបងប្អូនធ្លាប់តែឃើញខ្ញុំបង្ហាញពីរថយន្តដែលផលិតហើយរួចរាល់អញ្ចឹងណាចឹងថ្ងៃនេះប្លែកបន្តិចដោយសារតែឥឡូវខ្ញុំនៅរោងចក្រផលិតរថយន្ត Ford នៅខេត្តពោធិ៍សាត់អញ្ចឹងខាងក្រោយនេះគឺជារថយន្ត Ford Everest ដែលជាប្រភេទ Body on Frame តើតួខ្លួន Body on Frame នេះពិសេសដល់កម្រិតណាធន់រឹងមាំសុវត្ថិភាពដល់កម្រិតណាចឹងវីដេអូថ្ងៃនេះខ្ញុំនឹងបងប្អូនចូលទៅទស្សនារោងចក្រផលិតរថយន្ត Ford ផ្ទាល់តែម្ដងនៅប្រទេសកម្ពុជាថាតើស្តង់ដារដល់កម្រិតណាតើពាក្យថា Body on Frame ហ្នឹងមានដាត់តម្លៃថាបែបម៉េចមានរូបរាងបែបម៉េចតើអារម្មណ៍នៃការបើកបររបស់ខ្ញុំជាមួយរថយន្ត Ford Everest ប្រភេទ Platinum ម៉ាស៊ីនថ្មី 3.0 V6 Turbo នេះកម្រិតស៊ីប្រេងក៏ដូចជាអារម្មណ៍នៃការបើកបររបស់ខ្ញុំជាមួយប្រអប់លេខ e-shifter ស៊េរីថ្មី10វគ្គអូតូម៉ាទិកនេះផាសុខភាពដល់កម្រិតណាឥឡូវមកចូលរួមតាមដានស្វែងយល់ជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបានឃើញក្បាលវីដេអូហើយបច្ចុប្បន្នគឺខ្ញុំនៅរោងចក្រផលិតរថយន្ត Ford នៅប្រទេសកម្ពុជាយើងគឺនៅខេត្តពោធិ៍សាត់ផ្ទាល់តែម្ដងអញ្ចឹងនេះគឺជាកន្លែងដែលថាសំខាន់ដែលខ្ញុំចង់បង្ហាញបងប្អូនតាក់ទងនឹងពាក្យថា Body on Frame តើវាមានគុណសម្បត្តិអីហើយមានន័យថាបែបម៉េចបងប្អូនបានឃើញហើយនេះគឺ cabin រថយន្តបាទអញ្ចឹង cabin រថយន្តនេះគឺផ្ដាច់ចេញពីតួរថយន្តតែម្ដងដែលបងប្អូនតែងតែហៅថាសាក់ស៊ីអញ្ចឹងណាបាទឥឡូវយើងមកលម្អិតត្រង់ចំណុចនេះម្ដងបាទចាំថាគេផ្គុំចូលគ្នាសួរថាតើមានអត្ថប្រយោជន៍អីគេអញ្ចឹងទី1គឺវាងាយស្រួលក្នុងការបើកបរធន់នឹងស្ថានភាពផ្លូវដែលបងប្អូនអាចថាពេលបងប្អូនជិះយកផ្លូវពិបាកច្រើនផ្លូវ off road អីហ្នឹង Everest ដឹងតែពិសេសឲ្យបងប្អូនបាទពេលថាបងប្អូនគឺប្រើធន់ខ្លាំងមែនតើបាទហើយឧទាហរណ៍ដល់បងប្អូនត្រូវការអូសទាញសណ្ដោងអីគឺខ្លាំងតែម្ដងបាទធន់នឹងការប្រើប្រាស់ហើយបងប្អូនអាចទស្សនាបាននេះថងចំណុចនេះបាទបងប្អូនទស្សនាបាទអញ្ចឹង engineer គេធ្វើគិតមែនតើបាទទៅពេលដែលមានការប៉ះពីអីគឺអត់ឲ្យប៉ះពាល់សុខភាពដល់បងប្អូនជាអ្នកនៅគេហៅថាសមាជិកគ្រួសារយើងក៏ដូចជាអ្នកបើកបរនៅក្នុង cabin រថយន្តនេះតើតោះនឹងសាក់ស៊ីរថយន្តបងប្អូនជាប្រភេទ high strength steel alloy វាអាចជួយយើងនៅពេលដែលយើងមានការបុកប៉ះទង្គិចអីចឹងបងប្អូនហើយការពារសុខភាពយើងបានខ្ពស់ហើយពីមុនគិតថាមានតែនៅលើ pick up ទេតែចិត្តស្ដាញ់ទៅតើតោះនឹងសាក់ស៊ី Body on Frame ហ្នឹងគឺមានលើគ្រប់ model Everest តែម្ដងមិនថា Platinum Sport ឬក៏ model Active បងប្អូនដោយសារក្រុមហ៊ុន Ford គឺគេផ្ដោតលើប្រព័ន្ធសុខភាពរបស់អ្នកបើកបរខ្លាំងមែនតែម្ដងឲ្យច្បាស់ថារថយន្តគាត់មិនធម្មតារឹងមាំទេហើយជិះទៅផាសុខភាពហើយសុវត្ថិភាពសម្រាប់យើងជាអ្នកបើកបរទៀតបងប្អូនហើយដូចផ្នែកខាងក្រោយអាចទស្សនាបាននេះគឺបាទជាប្រភេទ high strength ទៀតដែលវារឹងមាំខ្លាំងមែនតើដល់បាទធ្វើការតេស្តបុកប៉ះ Asian Cap ពីខាងអូស្ត្រាលីបងប្អូនផ្កាយ5បាទអញ្ចឹងបងប្អូនប្រើដោយទំនុកចិត្តតែម្ដងអញ្ចឹងខាងក្រោយនេះគឺនៅពេលដែលមានការប៉ះពីអីគឺអត់ប៉ះពាល់ដល់យើងនៅខាងក្នុងទេបងប្អូនបាទគេមានភ្លីអីគេធំត្រូវមែនតើបងអានេះខ្ញុំប្រើភាសាដើម្បីឲ្យស្រួលយល់ទៅកាន់បងប្អូនអញ្ចឹងណានៅខាងនេះផ្ទាល់ប្រអប់លេខអូប្រអប់លេខ Ford Everest បាទ10វគ្គអូតូធំខ្លាំងមែនតើបងប្អូននេះប្រអប់លេខខាងនេះគឺជាម៉ាស៊ីន 3.0 V6 Turbo បងប្អូនជិះស្រួលខ្លាំងមែនតើអញ្ចឹងចេញពីនេះខ្ញុំនឹងធ្វើការបើកបរសាកល្បងរថយន្តនេះផ្ទាល់ជូនបងប្អូនដែរថាអារម្មណ៍នៃការបើកបរខ្ញុំបែបណាដល់ពេលដែលខ្ញុំមកពោធិ៍សាត់អញ្ចឹងណាហើយបន្តិចទៀតខ្ញុំនឹងនាំបងប្អូនទៅទស្សនារថយន្ត Ford Everest ដែលផលិតនៅប្រទេសកម្ពុជាយើងថាតើនៅពេលដែលផលិតហើយរូបរាងបែបណាលយបែបណាអញ្ចឹងសម្រាប់កន្លែងដែលខ្ញុំចង់បញ្យល់បងប្អូនទាក់ទងនឹងពាក្យ Body on Frame ខ្ញុំមានប៉ុណ្ណឹងឥឡូវមកទស្សនាវីដេអូយើងបន្តទៀតបងប្អូនគ្នាបន្ទាប់ពីយើងបានមើលតួក៏ដូចជាសាក់ស៊ីរថយន្តបាទឥឡូវមកមើលរថយន្តដែរនេះផលិតរួចរាល់បងប្អូនអាចថាវាសឹងតជិត 100% 90% បងប្អូននៅតែគេយកតែធ្វើការតេស្ត sensor បាទតេស្តជើងក្រោមតេស្តអីនេះតេស្តជំរាបទឹកតេស្តអីចឹងណាយើងទៅនៅរោងចក្រផលិតរថយន្ត Ford ខ្ញុំឃើញថាស្តង់ដារមែនតើក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបហើយបុគ្គលិកទាំងអស់បាទសុទ្ធតែជនជាតិខ្មែរយើងតែម្ដងខ្ញុំចូលមកខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយឃើញស្នាមញញឹមរបស់ពួកគាត់ជាពិសេសបានឃើញថារថយន្តនេះផលិតនៅប្រទេសកម្ពុជាទៀតមានន័យថាប្រទេសយើងគឺកាន់តែអាប់ដេតឬចម្រើនពីមួយថ្ងៃទៅមួយថ្ងៃតែម្ដងឥឡូវចូលមកទស្សនាផ្នែកខាងក្នុងរថយន្តតិចបងប្អូនបាទពីច្រើនបងប្អូនប្រហែលជាអត់ដែរបានឃើញអានេះគឺរថយន្តដែលអាចថាចិត្តហើយបងប្អូននេះបាទអាចថានេះបើគីឡូ 0.5 បងប្អូននេះជាទូទៅរថយន្តគេធ្វើការតេស្តចឹងមិនហេតុផលហ្នឹងហើយរថយន្តយើងវាអត់មាន0គីឡូហ្មងទេបងប្អូនអញ្ចឹងណាចឹងសម្រាប់ផ្នែកនេះខ្ញុំមានប៉ុណ្ណឹងបន្ទាប់មកយើងនឹងធ្វើការបើកបរសាកល្បងរថយន្តនឹងផ្ទាល់តែម្ដងថាជិះទៅអែមដល់កម្រិតណាឥឡូវមកតាមដានវីដេអូជាមួយខ្ញុំបន្តទៀតណែបងប្អូនអញ្ចឹងយើងចូលមកដល់កន្លែងចំណុចអារម្មណ៍នៃការបើកបរសម្រាប់លើ Ford Everest Platinum នេះពិតជាភ្ញាក់ផ្អើលនៅកម្រិត C ប្រេងអានេះខ្ញុំព្យាយាមជន់ថ្នមដើម្បីតេស្តកម្រិត C ប្រេងណាអញ្ចឹងក្នុងឡានខ្ញុំជិះ4នាក់អញ្ចឹងកម្រិត C ប្រេងយើងឥឡូវបច្ចុប្បន្នគឺ7លីត្រក្នុង100គីឡូអញ្ចឹងបើសិនជាបងប្អូនជន់ខ្លាំងជន់អីវាស៊ីទៅតាមហ្នឹងហើយអញ្ចឹងជាទូទៅឡាននៅពេលដែលយើងជន់ខ្លាំងវាស៊ីខ្លាំងទៅតាមជាក់ស្ដែងទៅតាមចំនួននៃការដឹកអ
ដូចជាអត្តចរិតនៃការបើកបររបស់បងប្អូនផ្ទាល់គាត់ថាបើសិនជាបងប្អូនបកកែថ្នមគឺស៊ីប៉ុណ្ណឹងហើយដោយសារតែរថយន្ត Ford Everest Platinum បំពាក់ដោយមុខងារ Adaptive Cruise Control យើងអាច set កំណត់ដេញលបឿនឡានខាងមុខចឹងទៅជួនកាលទៅយើងអាចដកជើងតិចតិចចឹងណាហើយតាក់ទងមុខងារចាប់កន្លងផ្លូវលើរថយន្តនេះធ្វើបានល្អត្រង់ថាទៅពេលដែលយើងរៀនងាកពីកន្លងគឺវាអង្គើបែបលក្ខណៈថាអត់សូវរំខានយើងខ្លាំងដូចឥឡូវទេហើយវាទាញយើងចូលបាទបែបតិចតិចមានអារម្មណ៍ថាវាអត់ធ្វើឲ្យយើងដូចថាចេញទៅសាប់ទាញយើងខ្លាំងធ្វើឲ្យអង្គើយើងអត់ទេបងប្អូនបាទចឹងមុខងារដើរបានល្អមែនតើហើយគប់ផ្សំជាមួយប្រព័ន្ធសំឡេង B&O គឺព្រោះខ្លះមែនតើហើយនឹងនេះអេក្រង់ Apple CarPlay ហើយជីស្កាត់ល្អបងប្អូននេះវាធ្ងន់ល្អមែនតើហ្មងបាទហើយមួយទៀតម៉ាស៊ីនត្រជាក់អាហ្នឹងសឹងតែយើងឡើងចង់និយាយឲ្យម៉ាស៊ីនត្រជាក់ Ford ឥឡូវខ្ញុំដាក់ 23.5 ឯណាបងប្អូនបាទក៏ត្រជាក់ខ្លាំងដែរគាត់មានកៅខ្យល់អញ្ចឹងយើងអង្គុយគឺត្រជាក់ទាំងមុខទាំងក្រោយបើយើងនិយាយពីប្រអប់លេខ e-shifter ថ្មីនេះគឺ10លេខបងប្អូនពេលចេញចូលលេខពេលខ្លះសឹងតែអត់ដឹងថាចេញចូលលេខពេលណាណាហើយម៉ាស៊ីនម៉ាស៊ូត 3.0 turbo នេះគឺហាក់បីដូចជាប្រើឡានម៉ាស៊ីនសាំងចឹងទៅជាលឺសំឡេងឲ្យខ្លាំងទេបងប្អូនកុំឲ្យបងប្អូនជន់រៀងខ្លាំងទេបើថាជន់ល្មមសឹងតែពេលខ្លះមានអារម្មណ៍ថាដូចយើងបើករថយន្តសាំងចឹងបើយើងនិយាយពីកម្លាំងអូសទាញម៉ាស៊ីនម៉ាស៊ូតនេះសំចាស់ឲ្យកម្លាំងអូសទាញគឺខ្លាំងសម្រាប់បងប្អូនទៅថាគាត់ត្រូវការយកប្រើប្រាស់លក្ខណៈគ្រួសារដឹកគ្នារៀងច្រើនឬក៏ដឹកអវ៉ាន់អីមួយចំនួនគឺខ្ញុំគិតថាវាស័ក្តិសមមែនតើឆ្លាញ់ជាងគេគឺប្រអប់លេខហ្មងគឺ Ford ក៏ធ្វើបានល្អមែនតើហើយកន្លែងដៃកាន់អីមើលទៅតំណងមែនតើហ្មងតែតង់អារម្មណ៍នៃការបើកបរសម្រាប់ខ្ញុំគឺខ្ញុំមានប៉ុណ្ណឹង